ជនក្មេងវត្តចែកអំណោយរួមគ្នាកុមារកំព្រានិងជនក្រីក្រស្រឡាញ់អាណិតចូលចិត្តគាំទ្រចោះជួយបន្តដល់គ្រប់មូលដ្ឋានជួយបន្តដល់គ្រប់មូលដ្ឋានសម្ដេចដៃជូបវពេកក្រៃបន្សល់ស្នាដៃបន្តជំនាន់បេះដូងមនុស្សធម៌ពេញពោគ្រប់គ្រាន់គ្រប់ទីតំបន់សែនស្រឡាញ់ពេញចិត្តគ្រប់ទីតំបន់សែនស្រឡាញ់ពេញចិត្តអរគុណស្ថាបនិកបណ្ឌិតហានបូរិនប្រធានសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកភ្លឺពិតចោះជូនស្នាស្និទ្ធទួងហត់មិនធ្ងោចោះជូនស្នាស្និទ្ធទួងហត់មិនធ្ងោសាខាសមាគមនិស្សិតបញ្ញវន្តក្មេងវត្តទួងបីនឿយហត់នៅតែបន្តចោះនុងសារណៈយកយល់យ៉ាងល្អដើម្បីអាហារូបករណ៍និស្សិតក្នុងនិងក្រៅប្រទេសអាហារូបករណ៍ក្នុងនិងក្រៅប្រទេសអង្គការកុមារកំពីឯងអូអេ137ប្រទេសទទួលអាហារូបករណ៍ពិតដល់ពីសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តក្នុងខណ្ឌព្រែកភ្នៅបញ្ញវន្តក្មេងវត្តក្នុងខណ្ឌព្រែកភ្នៅគោរពអរគុណសម្ដេចធិបតីប្រឹងប្រែងរាល់ថ្ងៃមិនដែលស្ងៀមនៅដើម្បីប្រទេសរុងរឿងតទៅដឹកនាំកូនចៅដើរផ្លូវសន្តិភាពដឹកនាំកូនចៅដើរផ្លូវសន្តិភាពជនក្មេងវត្តចែកអំណោយរួមគ្នាកុមារកំព្រានិងជនក្រីក្រស្រឡាញ់អាណិតចូលចិត្តគាំទ្រចោះជួយបន្តដល់គ្រប់មូលដ្ឋានចោះជួយបន្តដល់គ្រប់មូលដ្ឋានសម្ដេចដៃជូបវពេកក្រៃបន្សល់ស្នាដៃបន្តជំនាន់បេះដូងមនុស្សធម៌ពេញពោគ្រប់គ្រាន់គ្រប់ទីតំបន់សែនស្រឡាញ់ពេញចិត្តគ្រប់ទីតំបន់សែនស្រឡាញ់ពេញចិត្តអរគុណស្ថាបនិកបណ្ឌិតហានបូរិនប្រធានសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកភ្លឺពិតចោះជូនស្នាស្និទ្ធទួងហត់មិនធ្ងោចោះជូនស្នាស្និទ្ធទួងហត់មិនធ្ងោសាខាសមាគមនិស្សិតបញ្ញវន្តក្មេងវត្តទួងបីនឿយហត់នៅតែបន្តចោះនុងសារណៈយកយល់យ៉ាងល្អដើម្បីអាហារូបករណ៍និស្សិតក្នុងនិងក្រៅប្រទេសអាហារូបករណ៍ក្នុងនិងក្រៅប្រទេសគោរពអរគុណសម្ដេចធិបតីប្រឹងប្រែងរាល់ថ្ងៃមិនដែលស្ងៀមនៅដើម្បីប្រទេសរុងរឿងតទៅដឹកនាំកូនចៅដើរផ្លូវសន្តិភាពដឹកនាំកូនចៅដើរផ្លូវសន្តិភាព